ទំនាយអំពីហេតុការណ៍ស្រុកខ្មែរលោកញៀនភឿនសាស្ត្រាចារ្យនៃសាកលវិទ្យាល័យព្រះសីហនុរាជនិងជាមន្ត្រីគណៈកម្មការបុណ្យជាតិអន្តរជាតិបានមានប្រសាសន៍ថាខ្មែរបុរាណមានទំនាយជាច្រើនក្នុងនោះទំនាយដែលអ្នកស្រុកចេះចាំដោយអន្លើនលើគឺពុទ្ធទំនាយរាល់ឯកសារទាំងនេះគ្មានប្រភពណាជាក់លាក់នោះទេក៏ប៉ុន្តែមានទំនាយដែលឡែកពីគ្នាក្នុងនោះមានការរៀបរាប់ជាប្រស្នាសំដៅទៅលើហេតុការណ៍ស្រុកទេសផងដោយសារថាមានឃ្លាសរសេរសំដៅចំនគរគោកធ្លកដែលជាប្រវត្តិទឹកដីដើមរបស់ប្រទេសកម្ពុជាលោកសាស្ត្រាចារ្យបានថ្លែងថាតាមលោកយល់ផ្ទាល់ខ្លួនការព្យាករណ៍ពីហេតុការណ៍ខ្លះៗដែលមាននៅក្នុងទំនាយទាំងនេះគឺបានកើតឡើងនិងឆ្លងកាត់ផុតអស់ទៅហើយលោកញៀនភឿនលើកឧទាហរណ៍ពីពុទ្ធទំនាយតាក់ទងទៅនឹងហេតុការណ៍មួយចំនួនដូចជាផ្គរលាន់ឯបូលឺកណ្ដុលអ្នកតាចាស់ស្រុកអោបដៃយំកំពឹសឡើងពងកំពូលភ្នំក្អែកសសំងំក្នុងគុំត្រែងពោព្រឹករៀបគុលពុំចាក់រឹសពោះវែកត្រាំពឹសផ្ដាំកន្លែងក្របីលាក់ខ្លួនសម្រួចស្នែងរាជហង្សហើស្វែងកាច់សម្បុកពពេចក្រាបពងក្រោមពុស្ធាក្អែកពំផ្លែលវារាយគ្រប់ស្រុកអ្នកផងឃើញហើយប្រឹងរើសទុកចំណេរទៅមុខទើបដឹងខ្លួនស្វាក្រេះក្រញឹងប្រឹងហាត់គុណលុះឃើញសេះលុនទើបរកពួនកុកសក៏វែងឯងអួតខ្លួនថាស្គាល់ចំនួនត្រីក្នុងទឹកកុកសាប់រកស៊ីកណ្ដាលត្រាញ់សស្រាក់សស្រាញ់ពុំមានផ្លឹកសីហៈតូតគៀតជាពន្លឹកចាប់ត្រីរាល់ព្រឹកគ្មានមេត្តាខ្លាញីរកស៊ីក្នុងស្មោសានលាក់ប្រានលំអានចាំវាសនាលុះដល់ផ្គរលាន់4ទិសាទើបខ្លាយាត្រាពីក្នុងព្រៃចំពោះល្បះមួយនេះលោកបានពន្យល់ថាពពេចក្រាបពងក្រោមពុស្ធាគឺហេតុការណ៍សម័យសង្គ្រាមទសវត្សរ៍ឆ្នាំ1970អាមេរិកបានទម្លាក់គ្រាប់បែកអ្នកស្រុកនាំគ្នារត់ទៅជ្រកនៅក្នុងព្រៃត្រង់សេខ្លះក៏កើតកូនកើតចៅនោះហើយកាលនោះមេខ្មែរក្រហមដូចជាក្របីពួនលាក់ខ្លួនសម្រួចស្នែងគ្មានអ្នកណាដឹងនិងស្គាល់ពួកនេះនោះឡើយនិយាយទៅហាក់សមហេតុសមផលនឹងស្ថានភាពសម័យសង្គ្រាមរហូតពីព្រោះកុកហើលើអាកាសប្រៀបនឹងទ័ពអាមេរិកឯខ្លានៅក្នុងព្រៃគឺពួកខ្មែរក្រហមហើយបើរាជសម្រេចទៅឈរនៅខាងណាក៏ត្រូវរងគ្រោះដូចគ្នាដែរមានឃ្លាជាច្រើនទៀតក៏មានហេតុការណ៍សំទំនងផងដែរដូចជាថាអាសុចកដឹកឮមាត់ឮពាក្យបោះមៀកកើតវឹកវរមានអ្នកមានបុណ្យចរចូលមកកសាងនគរសាជាថ្មីរៀងខ្ពស់មិនខ្ពស់ទៀបមិនទៀបសម្បុរសណ្ដែកបាយឃ្លានេះក្នុងព្រះរោងទំនាយក៏ស្របទៅនឹងសភាពការកាលពីមុនរំដោះ7មករាឆ្នាំ1979ដែរព្រោះខែអាសុចមានលេចលឺខ្សឹបខ្សៀវពីការបះបោរបង្កើតរណសេរីថ្ងៃទី2ធ្នូឆ្នាំ1978ហើយបោះមៀកកើតវឹកវរដោយទ័ពរណសេរីវាយរំដោះប្រទេសពីបនប្រឡាយពូជសាសន៍នៅក្នុងខែមករាឆ្នាំ1979រហូតរំដោះបានទាំងស្រុងមានឃ្លាមួយទៀតដំណាលថាឆ្នាំមមីព្រះអង្គម្ចាស់ចេញត្រាស់ខែភ្លឺក្រហមដូចមាសផ្ដាំទៅរាសឲ្យខំធ្វើបុណ្យអ្នកណាមិនជឿបញ្ជូនទៅមុនឲ្យខំធ្វើបុណ្យទាន់ព្រះសិអាមេត្រីនៃនេះក៏ត្រូវនឹងសភាពការកកើតសាសនានៅក្នុងថ្ងៃរំដោះឆ្នាំ1979ត្រូវនឹងឆ្នាំមមីនោះដែរព្រោះថាអ្នកដែលខិតខំតស៊ូជំនះចិត្តទៅលើពួកខ្មែរក្រហមគឺបានរួចរស់ជួបទៅនឹងសាសនាម្ដងទៀតដូចជាឃ្លាថាទាន់ព្រះសិអាមេត្រីដូច្នោះដែរលោកបន្តថាបើគិតថាឆ្នាំមមីក្នុងសករាជណាឲ្យប្រកាសនោះពិបាកនឹងញែកឲ្យដាច់តាមការយល់ឃើញរបស់លោកអាចារ្យញៀនភឿនទំនាយនឹងសឹងឃើញតែត្រូវច្រើនគ្រប់ស័កបន្តបន្ទាប់ឧទាហរណ៍មមីដើមឆ្នាំ1979រណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាសម្ដេចហេងសំរិនសម្ដេចជាសៀមសម្ដេចហ៊ុនសែនរំដោះប្រជាជនពីបនប្រឡាយពូជសាសន៍ដល់ឆ្នាំមមីមួយទប់ទៀតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានហែកូនពោធិព្រឹក្សមកពីលង្កាទ្វីបចំនួន12ទៅ13ដើមចូលព្រះនគរលុះដល់ឆ្នាំមមីស័កបន្តទៀតគឺមានព្រឹត្តិការណ៍បុណ្យដ
ង្ហែសរីរកធាតុរបស់ព្រះសម្មាសម្ពុទ្ធនិងដើមពោធិព្រឹក្សទៅតម្កល់និងដាំនៅអតីតក្រុងឧដុង្គលោកអាចារ្យញៀននិយាយថាបើគិតទៅតាមនឹងដូចជាត្រូវនឹងសភាពការដែរតែបើឲ្យប្រកាសថាពិតជាត្រឹមត្រូវនោះលោកក៏មិនហ៊ានសន្និដ្ឋានដែរក៏ព្រោះតែការបកស្រាយនេះគ្រាន់តែជាការកត់ចំណាំមើលទៅតាមទំនាយដែលលោកបានចង់ដឹងតែប៉ុណ្ណោះលោកបាននិយាយថានៅក្នុងសម័យខ្មែរយើងនរណាក៏គេតែងតែនិយាយអំពីពុទ្ធទំនាយនេះដែរទោះបីជាគេបានដឹងតិចក្តីច្រើនក្តីទៅតាមការចងចាំដោយបានឮគេនិយាយប្រាប់តគ្នារហូតមកដល់បច្ចុប្បន្ននេះគេនៅតែមិនទាន់បានដឹងប្រកាសទេថាតើពុទ្ធទំនាយនោះគឺជាទំនាយដែលចេញមកពីព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើងនោះមែនឬក៏យ៉ាងណានោះទេគេហាក់ដូចជាពុំមានផុសតាងឯណាដែលអះអាងថាព្រះសម្មាសម្ពុទ្ធបានធ្វើការទស្សន៍ទាយនេះនៅក្នុងគម្ពីរប្រត្រៃបិដកឬក៏នៅក្នុងផ្នែកណាមួយនោះឡើយសាស្ត្រាចារ្យនៃពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជដែលចេះចាំពីទំនាយបុរាណអំពីវាសនាប្រទេសជាតិនោះបានអះអាងថាហេតុការណ៍នានាដែលមាននៅក្នុងទំនាយទាំងនេះគឺបានកើតឡើងនិងឆ្លងផុតអស់ហើយនឹងថាក្នុងប្រទេសកម្ពុជាអំនេះតទៅមានសេចក្តីសុខសប្បាយមានមិត្តបរទេសរាក់ទាក់រកស៊ីចេញចូលคล้ายជាប្រទេសរុងរឿងរហូតតទៅហើយដូច្នេះបងប្អូនលែងខ្វល់ពីរឿងពុទ្ធទំនាយដែលធ្លាប់លើកឡើងកន្លងមកនេះផងដែរបាទ